ជំរាបសួរប្រិយមិត្តរៀនហ្គីតាទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូថ្មីមួយទៀតបាទថ្ងៃនេះខ្ញុំមកចង់បង្ហាញបងប្អូនអត់និយាយជាពង្រៀនអីទេបាទខ្ញុំបង្ហាញនៅក្នុងlick guitar នៅក្នុងតង់ La Major ដែលខ្ញុំចូលចិត្តលេងអញ្ចឹងណាទៅកាន់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះប៉ុន្តែមុនចូលទៅកាន់វីដេអូដែលដែលខ្ញុំនឹងបង្ហាញបងប្អូននៅពេលបន្តិចទៀតសូមបងប្អូនមក subscribe YouTube channel រៀនហ្គីតាម្នាក់មួយក៏ដូចជា follow Facebook page រៀនហ្គីតាម្នាក់មួយ TikTok រៀនហ្គីតាម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទក៏ដូចជាការចែករំលែកនៅចឹងថាឧបករណ៍តន្ត្រីផ្សេងៗអញ្ចឹងណាដែលខ្ញុំបានស្រាវជ្រាវខ្ញុំមើលអញ្ចឹងទៅកាន់បងប្អូនទាំងអស់គ្នាបាទហ្នឹងហើយក៏ដូចជាមេរៀនហ្គីតាយើងផងដែរបាទអូខេឥឡូវកុំឲ្យខាតពេលយូរយើងនឹងទៅមើលវីដេអូរបស់គ្នាយ៉ាងមិនហើយបន្ទាប់ពីបានមើលទៅកាន់ជាមួយនឹងវីដេអូរបស់ខ្ញុំដែលបានបង្ហាញណាបាទអញ្ចឹងទាំងអស់នេះគឺជា lick guitar ដែលខ្ញុំចូលចិត្តលេងមែនតើនៅក្នុងតង់ La Major បាទ La Major Fire Minor បាទអញ្ចឹងយើងឃើញថាបើយើងលេងដាក់មាន lick ខ្លះដែលយើងស្ដាប់ទៅវាអត់មានអាគ័រទ្រាប់ពីក្រោមអាគ័រដែលជារបស់ note មួយហ្នឹងអញ្ចឹងមាន lick មួយចំនួនបងប្អូនស្ដាប់ទៅចុះភ្លាវទេបាទតែអត់ភ្លាវទេបាទនេះគឺជាnote ដែលនៅក្នុងអាគ័រមួយនីមួយដែលខ្ញុំបានរៀបរៀងដាក់វាឡើងអញ្ចឹងណាអញ្ចឹងដល់ពេល lick ហ្នឹងខ្ញុំថតខ្ញុំលេងទៅខ្ញុំចាំដៃក៏ខ្ញុំបានប្រើការលេងមួយហ្នឹងទៅបាទបើក្បាលមករៀងលេងទៅចង់វែងចង់លឿនបាទហើយភ្ញាក់ខ្លួនទៅបានព្យាយាមដាក់ speed យឺតឲ្យបងប្អូនមើលអញ្ចឹងទៅណាអូខេអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងហើយអរគុណសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅវីដេអូថ្មីក្រោយមួយទៀត